មើលតែក្រុមរបស់ម៉ាកំពុងតែត្រូវគេវាយសម្រុកតែម្ខាងប៉ុណ្ណោះថមបានត្រឡប់មកសុំអង្វរគាត់ថាសុំធ្វើអ្វីមួយទៅខ្ញុំជឿជាក់លើអ្នកណាស់ម៉ាថមក៏បានបញ្យល់ច្បាប់ការប្រកួតឲ្យម៉ាស្ដាប់ម្ដងទៀតថាគាត់ត្រូវបំបែកគ្រាប់បាល់ហើយរាល់ការបំបែកបានមួយដងនឹងទទួលបានមួយបន្ទុកនៅពេលនេះផ្ទះ Adler ដែលជាក្រុមរបស់ម៉ាមានត្រឹមតែ10បន្ទុកប៉ុណ្ណោះខណៈដែលផ្ទះ Lang កំពុងនាំមុខដល់49បន្ទុកថមត្រៀមចូលប្រកួតវិញប៉ុន្តែត្រូវគូប្រកួតវាយរហូតដល់បាក់ដៃមុនចាក់ចេញគាត់បាននិយាយទៅកាន់ម៉ាថាការប្រកួតនេះមិនសំខាន់ថាឈ្នះឬចាញ់ទេប៉ុន្តែសំខាន់ថាតើអ្នកពិតជាខិតខំប្រឹងប្រែងឬអត់ក្រោយពីបានលើពាក្យទាំងនោះម៉ាស់ក៏លោតឡើងលើអាកាសហើយចាប់ផ្ដើមវាយបាល់យ៉ាងលឿនគាត់រកបានបន្ទុកដំបងភ្លាមៗហើយគ្រាប់បាល់ក៏ហោះត្រឡប់មករកគាត់វិញម៉ាស់ធ្វើបែបនេះម្ដងហើយម្ដងទៀតរហូតបន្ទុកឡើងដល់999បន្ទុកទីបំផុតផ្ទះ Adler បានឈ្នះការប្រកួតហើយអ្នកលេង MVP ប្រចាំការប្រកួតគឺ Mas មនុស្សគ្រប់គ្នាសប្បាយរីករាយនិងភ្ញាក់ផ្អើលយ៉ាងខ្លាំងថាគាត់អាចធ្វើបានដោយរបៀបណាលើសពីនេះទៅទៀតវាក៏ជាកំណត់ត្រាបន្ទុកខ្ពស់បំផុតដែលមិនធ្លាប់មានក្នុងប្រវត្តិការប្រកួតផងដែរដោយសារស្នាដៃដ៏អស្ចារ្យនេះម៉ាស់បានទទួលកាក់ប្រាក់មួយពីការប្រកួតថមមានមោទនភាពចំពោះគាត់យ៉ាងខ្លាំងប៉ុន្តែនៅម្ខាងទៀត Land Ground ដែលបានឃើញព័ត៌មានអំពីស្នាដៃរបស់ម៉ាស់ក៏បានចាប់អារម្មណ៍និងកំណត់គោលដៅលើគាត់រួចទៅហើយនៅព្រឹកថ្ងៃបន្ទាប់ខណៈដែល Tom Lemon និង Finn កំពុងនិយាយលេងជាមួយម៉ាស់ Land ក៏បានបង្ហាញខ្លួនគាត់បានប្រើឧបករណ៍វេទមន្តបុរាណមួយដើម្បីឃុំខ្លួន Lemon និងមិត្តភក្តិដទៃទៀត Land បាននិយាយថាបើសិនបើម៉ាស់ចង់ឲ្យពួកគេត្រូវបានដោះលែងគាត់ត្រូវទៅជួប Land នៅក្បែរអគារចិញ្ចឹមសត្វទីតុយភ្លាមៗ Land បានប្រើកាក់ប្រាក់ដែលម៉ាស់ទទួលបានជាភ្នាល់ Land គឺជាមនុស្សដែលមានស្នាមវេទមន្ត2ដែលជាសញ្ញាបង្ហាញថាគាត់មានថាមពលវេទមន្តខ្លាំងជាងមនុស្សធម្មតានៅក្នុងពិភពវេទមន្តនេះមនុស្សភាគច្រើនមានស្នាមតែមួយប៉ុណ្ណោះខណៈអ្នកដែលមានស្នាមច្រើនជាងមួយគឺកម្រខ្លាំងណាស់ប្រហែលម្នាក់ក្នុងចំណោមមនុស្ស100,000 នាក់ហើយត្រូវបានគេចាត់ទុកថាជាអ្នកដែលត្រូវបានជ្រើសរើសដោយវេទមន្ត Land មានទំនុកចិត្តយ៉ាងខ្លាំងលើសមត្ថភាពរបស់ខ្លួននិងជឿថាអាចយកឈ្នះម៉ាស់បានយ៉ាងងាយស្រួលគាត់ថែមទាំងរៀបចំទីកន្លែងសម្រាប់ការប្រកួតទុករួចជាស្រេចប៉ុន្តែម៉ាស់វិញបាននិយាយថាមិនចាំបាច់រៀបចំអ្វីទាំងអស់ទេហើយភ្លាមៗនោះគាត់ក៏ស្ទុះចូលទៅវាយប្រហារ Land មុនតែម្ដងម៉ាស់ស្រូវបានវេទមន្ត Gravio វាចំពេញទំហឹងវេទមន្តរបស់ Land គឺជាវេទមន្តទំនាញ Land មានអារម្មណ៍ខកចិត្តយ៉ាងខ្លាំងចំពោះម៉ាស់ដោយគិតថាមនុស្សដែលទទួលបានកាក់ប្រាក់រួចហើយហេតុអ្វីបានជាខ្សោយបែបនេះទោះបីជាម៉ាស់សត្រូវសម្ពាធទំនាញសង្កត់រហូតស្ទើរតែមិនអាចឈរក្រោកបានក៏ដោយគាត់នៅតែព្យាយាមទាញឬឈើចេញពីដីរហូតធ្វើឲ្យផ្ទៃដីបែកបាក់ Land ត្រូវបង្ខំចិត្តដកថយនិងដកវេទមន្តចេញពីម៉ាស់ប៉ុន្តែក្នុងការវាយប្រហារលើកនេះល្បឿនរបស់ម៉ាស់បានកើនឡើងយ៉ាងខ្លាំងធ្វើឲ្យ Land ត្រូវដកថយបន្ថែមទៀតក្រោយមកម៉ាស់បានឃើញខ្សែរបស់ Land ដែលមានរូបប្អូនស្រីនៅខាងក្នុងម៉ាស់គិតភ្លាមថាអូម្នាក់នេះជាអ្នកស្រឡាញ់ក្មេងស្រីមែនទេប៉ុន្តែ Land បានបញ្ញាបដិសេធថាខ្ញុំមិនមែន Lolicon ទេខ្ញុំគ្រាន់តែស្រឡាញ់ប្អូនស្រីខ្លាំងប៉ុណ្ណោះសម្រាប់ Land អ្វីដែលសំខាន់បំផុតក្នុងជីវិតគឺប្អូនស្រីរបស់គាត់ទោះត្រូវធ្វើរឿងអាក្រក់ប៉ុណ្ណាក៏ដោយគាត់ក៏សុខចិត្តធ្វើដើម្បីការពារនាងបន្ទាប់មក Land បានយកដបដែលឃុំខ្លួន Lemon និងមិត្តភក្តិចេញមកហើយគំរាមថានឹងបោះវាចុះពីកម្ពស់គាត់គិតថាពេលម៉ាស់រត់ទៅជួយយកដបនោះគាត់នឹងមានឱកាសវាយប្រហារម៉ាស់បានប៉ុន្តែពេល Land ចាប់ផ្ដើមធ្វើសកម្មភាពម៉ាស់បានប្រើបច្ចេកទេសមួយដែលគាត់ដាក់ឈ្មោះដោយខ្លួនឯងថា Hamstring Magic ទោះបីជាដបត្រូវបានបោះចេញទៅហើយមានវេទមន្តទំនាញបន្ថែមក៏ដោយម៉ាស់នៅតែអាចយកដបត្រឡប់មកវិញបានយ៉ាងងាយស្រួលបន្ទាប់ពីបានដបមកវិញម៉ាស់បាននិយាយថាគាត់មិនចង់បន្តការប្រយុទ្ធទៀតទេព្រោះគាត់ជឿថា Land មិនមែនជាមនុស្សអាក្រក់ឡើយលើពីនេះដបដែល Land គំរាមបោះនោះក៏គ្រាន់តែជាដបទេប៉ុណ្ណោះម៉ាស់បានយកដបដែលឃុំខ្លួន Lemon មកវិញដោយជោគជ័យហើយសម្រេចចិត្តមិនប្រយុទ្ធជាមួយ Land ទៀតប៉ុន្តែ Land នៅតែចង់បន្តការប្រកួតភ្លាមនោះ Land បាននឹកឃើញពាក្យសម្ដីរបស់ប្អូនស្រីគាត់ដែលធ្លាប់និយាយថាបងជាមនុស្សចិត្តល្អទោះបីមិនមែនជាមនុស្សពូកែក៏ដោយខ្ញុំស្រឡាញ់បងដែលជាបែបនេះបំផុតពេលនឹកឃើញរឿងនេះ Land ក៏សម្រេចចិត្តបញ្ឈប់ការប្រយុទ្ធភ្លាមក្រោយមកគេបានបញ្យល់អំពីផ្ទះទាំង3នៅសាលាវេទមន្តផ្ទះ Adler តំណាងឲ្យភាពក្លាហាននិងជំនឿផ្ទះ Orca តំណាងឲ្យចំណេះដឹងនិងការខិតខំប្រឹងប្រែងផ្ទះ Lang តំណាងឲ្យទេពកោសល្យនិងមោទនភាពផ្ទះទាំង3នេះតែងតែជាគូប្រជែងគ្នាខណៈដែល Mas និង Finn កំពុងនិយាយគ្នាអំពីការប្រមូលកាក់នោះ Land ក៏បានមកជួបពួកគេនិងបង្ហាញវិធីធ្វើឲ្យរុក្ខជាតិ Mandragora ស្ងប់ដោយប្រើវេទមន្ត Clarence Finn បានសាកល្បងធ្វើតាមដំបូងប៉ុន្តែមិនបានជោគជ័យទេក្រោយពីកែសម្រួលតាមការណែនាំរបស់ Land គាត់ក៏អាចធ្វើឲ្យ Mandragora ស្ងប់បានចំណែក Mas វិញមានបញ្ហាធ្ងន់ជាងគេប៉ុន្តែគាត់បានដោះស្រាយតាមរបៀបរបស់ខ្លួនបន្ទាប់មក Land បានបង្ហាញជំនាញផលិតថ្នាំវេទមន្តឲ្យមើល Mas ក៏ព្យាយាមធ្វើតាមដែរប៉ុន្តែលទ្ធផលដែលចេញមកគឺហេតុអ្វីបានជាវាខ្លាចជាជូរគ្រីមទៅវិញសូម្បីតែពេល Land ចូលប្រាប់ជំហាននីមួយៗយ៉ាងលម្អិតក៏ Mas នៅតែធ្វើឲ្យវាខ្លាចជាជូរគ្រីមដដែលទោះជាយ៉ាងណា Land បានចាប់ផ្ដើមរំពឹងខ្ពស់លើ Mas ហើយបាននិយាយថាប្រសិនបើ Mas ចាញ់ពួកមនុស្សគ្មានសមត្ថភាពទាំងនោះគាត់នឹងមិនអត់ទោសឲ្យ Mas ជាដាច់ខាត Mas បានឆ្លើយតបដោយទំនុកចិត្តថាខ្ញុំគ្មានថ្ងៃចាញ់ពួកគេទេបន្ទាប់ពីនោះថ្នាក់សកម្មភាពក្រៅកម្មវិធីសិក្សារបស់ផ្ទះនីមួយៗក៏ចាប់ផ្ដើមឡើងសិស្សពីផ្ទះផ្សេងៗបានបង្ហាញខ្លួនហើយសិស្សមកពីផ្ទះ Lang ក៏ចាប់ផ្ដើមសម្លឹងមើលផ្ទះ Adler ជាគោលដៅផងដែរនៅថ្ងៃបន្ទាប់ដែលជាថ្ងៃរៀនរួមរវាងផ្ទះ Adler និងផ្ទះ Lang មិត្តភក្តិរបស់ Mas បានមកជួបជុំគ្នាភ្លាមនោះមានបរិសម្នាក់ដើរមករកពួកគេគាត់មានឈ្មោះថា Dot Barrett Dot គឺជាមនុស្សដែលមិនចូលចិត្តឃើញនារីសរសើរបរិសផ្សេងនៅចំពោះមុខគាត់ជាពិសេសបរិសដែលគាត់ចាត់ទុកថាជាមនុស្សចាញ់ដូច្នេះហើយគាត់ចាប់ផ្ដើមមានអារម្មណ៍ខឹងនិងមិនពេញចិត្តយ៉ាងខ្លាំងក្នុងម៉ោងរៀនមួយលោកគ្រូបានប្រកាសថាសិស្សទាំងអស់ត្រូវចេញទៅ
កម្ចាត់ខ្យាដំរីព្រៃរង្វាន់សម្រាប់បេសកកម្មនេះគឺកាក់សម្រិតហើយប្រសិនបើអាចកម្ចាត់បានច្រើនក៏អាចទទួលបានកាក់បន្ថែមទៀតផងដែរពេលថ្នាក់ចាប់ផ្ដើមស៊ីលវ៉ាដែលជាសិស្សបង្ករឿងម្នាក់មកពីផ្ទះឡើងបានមករករឿងម៉ាស់ភ្លាមប៉ុន្តែលោកគ្រូបានចូលមករាំងមុនពេលអ្នកទាំងពីរប៉ះទង្គិចគ្នាស៊ីលវ៉ាជាមនុស្សដែលមានស្នាមវេទមន្តពីរហើយត្រូវបានចាត់ទុកថាមានទេពកោសល្យខ្លាំងណាស់ទោះបីជាគាត់មានអាកប្បកិរិយាមិនល្អក៏ដោយសាលានៅតែមិនបណ្ដេញគាត់ចេញព្រោះសមត្ថភាពវេទមន្តរបស់គាត់ខ្ពស់ខ្លាំងក្រោយពីស្ដាប់អ្វីដែលឡែនបាននិយាយរួចម៉ាស់ក៏មានអារម្មណ៍ធូរស្រាលព្រោះគាត់គិតថាជូគ្រីមរបស់គាត់ចិត្តកំពប់ទៅហើយតាមពិតទៅមូលហេតុដែលគាត់ខឹងមុននេះគឺដោយសារតែខ្លាចជូគ្រីមខូចប៉ុណ្ណោះនៅពេលនោះដតបារ៉េតក៏ដើរមករអ៊ូរទាំថាគាត់ត្រូវតែរកបន្ទុកឲ្យលើក្បាលផ្សិតម៉ាស់ឲ្យបានមិនយូរប៉ុន្មានមាននារីម្នាក់ហាក់ដូចជាកំពុងត្រូវគេធ្វើបាបហើយដតក៏រត់ទៅជួយភ្លាមនារីម្នាក់នោះស្រស់ស្អាតខ្លាំងដែលធ្វើឲ្យដតកាន់តែមានចិត្តចង់ជួយខណៈនោះស៊ីលវ៉ាបានមកមុខក្រុមម៉ាស់ទៅហើយចំណែកនារីម្នាក់នោះវេទមន្តរបស់នាងគឺវេទមន្តបញ្ចេញមន្តស្នេហ៍ដែលអាចធ្វើឲ្យមនុស្សផ្សេងលងស្នេហ៍នាងបានប៉ុន្តែអំណាចនេះគ្មានប្រសិទ្ធភាពលើម៉ាស់តតែសោះមិនថានាងព្យាយាមតាក់ទាញប្រមាណដងក៏ដោយម៉ាស់សន្ចាប់អារម្មណ៍សូម្បីបន្តិចតាមពិតនាងមានគម្រោងបោកឲ្យម៉ាស់នឹងក្រុមទៅជួបស៊ីលវ៉ាប៉ុន្តែមុនពេលនាងនិយាយចប់ស៊ីលវ៉ាក៏បង្ហាញខ្លួនភ្លាមដតបានចាប់ផ្ដើមវាយប្រហារស៊ីលវ៉ាភ្លាមដោយគិតថាអាចយកឈ្នះគាត់បានយ៉ាងងាយនៅពេលជាមួយគ្នាហ្វីនដែលបានជួបលេមុននៅតាមផ្លូវក៏ចាប់ផ្ដើមបារម្ភអំពីម៉ាស់ថាគាត់អាចទប់ទល់នឹងស៊ីលវ៉ាបានឬអត់ប៉ុន្តែការវាយប្រហាររបស់ដតមិនអាចប៉ះពាល់ស៊ីលវ៉ាបានសូម្បីតែបន្តិចស៊ីលវ៉ាគ្រាន់តែវាយតបមួយដងប៉ុណ្ណោះក៏ធ្វើឲ្យដតក្អកឈាមភ្លាមបន្ទាប់មកស៊ីលវ៉ាបានផ្ដល់លក្ខខណ្ឌមួយដល់ដតបើឯងអាចទ្រាំការវាយរបស់ខ្ញុំបាន5ដងខ្ញុំនឹងឲ្យកាក់ប្រាក់មួយហើយឈប់រករឿងម៉ាស់នឹងនារីម្នាក់នេះដោយសារកិត្តិយសរបស់ខ្លួនដតក៏ទទួលយកភ្លាមគាត់ត្រូវការវាយយ៉ាងធ្ងន់ធ្ងរប៉ុន្តែនៅតែអាចឈរបានមុនពេលដួលគាត់បានស្នើឲ្យស៊ីលវ៉ាគោរពពាក្យសន្យារបស់ខ្លួនទោះជាយ៉ាងណាស៊ីលវ៉ាមិនបានបញ្ឈប់ឡើយអ្វីដែលអាក្រក់ជាងនេះទៅទៀតគឺនារីម្នាក់ដែលដតខំជួយនោះក៏ជាអ្នកសហការជាមួយស៊ីលវ៉ាផងដែររឿងនេះធ្វើឲ្យដតមានអារម្មណ៍អាម៉ាស់និងស្អប់ខ្លួនឯងយ៉ាងខ្លាំងនៅពេលនេះម៉ាស់ចាប់ផ្ដើមខឹងយ៉ាងខ្លាំងហ្វីនក៏កាន់តែបារម្ភព្រោះស៊ីលវ៉ាត្រូវបានគេចាត់ទុកថាមានសមត្ថភាពប្រហាក់ប្រហែលនឹងគ្រូបង្រៀនម្នាក់ស៊ីលវ៉ានៅតែបន្តធ្វើបាបដតដោយមិនឈប់ដូច្នេះម៉ាស់សត្រូវរត់ចូលទៅជួយមិត្តរបស់គាត់ស៊ីលវ៉ាបានវាយប្រហារម៉ាស់ភ្លាមប៉ុន្តែការវាយប្រហារនោះមិនអាចធ្វើអ្វីម៉ាស់បានតតែសោះម៉ាស់បានទទួលការវាយពេញទំហឹងម្ដងទៀតហើយបន្ទាប់មកគាត់ក៏ដើរទៅអង្គុយយ៉ាងស្ងប់ស្ងាត់និងនិយាយថាមុននេះទើបតែ2ដងទេធ្វើឲ្យគ្រប់10ដងសិនទៅខ្ញុំចង់ឃើញភាពខុសគ្នារវាងយើងណាពាក្យនេះជាការមើលងាយស៊ីលវ៉ាយ៉ាងខ្លាំងម៉ាស់ថែមទាំងដើរទៅសួរទៀតថាការវាយលើកទី3នេះអ្នកនៅអាចទ្រាំបានទេវាហាក់ដូចជារាល់ពេលដែលស៊ីលវ៉ាវាយប្រហារម៉ាស់នឹងវាយតបវិញភ្លាមនោះខ្យាដំរីរៀងផ្កាយមួយបានបង្ហាញខ្លួនវាត្រូវបានចាត់ទុកថាជាគោលដៅដ៏មានតម្លៃបំផុតក្នុងថ្នាក់រៀននេះស៊ីលវ៉ាគិតថានេះជាឱកាសល្អក្នុងការគេចខ្លួនខណៈម៉ាស់កំពុងប្រយុទ្ធជាមួយសត្វនោះប៉ុន្តែខណៈដែលស៊ីលវ៉ាកំពុងគិតរកផ្លូវរត់ម៉ាស់បាននិយាយថាគ្រប់គ្រាន់ហើយខ្ញុំអាណិតអ្នកណាបន្ទាប់មកស្ត្រីម្នាក់ដែលធ្លាប់បោកដុតបានធ្វើជាយំម៉ាស់បានដើរទៅអោបនាងភ្លាមនាងគិតថាម៉ាស់បានធ្លាក់ក្នុងអន្ទាក់របស់នាងហើយលេមុនមានការព្រួយបារម្ភចំពោះម៉ាក់យ៉ាងខ្លាំងប៉ុន្តែចុងក្រោយម៉ាស់ទទួលបានកាក់ប្រាក់បន្ថែម2កាក់ទៀតចំណែកដុតដែលមានអារម្មណ៍ឯកោនិងខកចិត្តដោយសារត្រូវនារីនោះបោកប្រាស់ម៉ាស់បានឲ្យលេមុនទៅសួរសុខទុក្ខគាត់ដុតក៏បានសុំទោសម៉ាស់ដែលទាញគាត់ឲ្យចូលពាក់ព័ន្ធនឹងរឿងឥតប្រយោជន៍ហើយថែមទាំងអរគុណគាត់ផងដែរប៉ុន្តែម៉ាស់បាននិយាយថានេះមិនដូចជាអ្នកសោះសម្រាប់ម៉ាស់ដតគួរតែជាមនុស្សដែលមានចរិតក្តៅក្រហាយនិងតស៊ូមិនមែនបាក់ទឹកចិត្តបែបនេះទេក្នុងពេលជាមួយគ្នានេះផ្ទះឡើងបានចាប់ផ្ដើមកំណត់ម៉ាស់ជាគោលដៅរួចហើយដើម្បីដណ្ដើមកាក់ថ្នាក់របស់គាត់សិស្សភាគច្រើននៅផ្ទះឡើងសុទ្ធតែជាកូនអភិជនហើយពួកគេមិនចង់ឲ្យមនុស្សសាមញ្ញអាចចូលទៅបម្រើការងារក្នុងក្រសួងវេទមន្តបានឡើយការប្រកួតដណ្ដើមកាក់ជាមួយក្រុមម៉ាជាលូផូឬសត្វចចកវេទមន្តទាំង7របស់ផ្ទះឡើងក៏ជិតចាប់ផ្ដើមហើយក្រុមនេះសុទ្ធតែជាសិស្សឆ្នាំបំផុតក្នុងសាលាហើយពួកគេចង់ប្រមូលកាក់ទាំងអស់ទុកសម្រាប់ខ្លួនឯង